បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយសម្រាប់វីដេអូថ្ងៃនេះខ្ញុំជឿថាវានឹងមានប្រយោជន៍សម្រាប់បងប្អូនអញ្ចឹងណាព្រោះដោយសារថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញបងប្អូនពីដើមគេហៅថានេះគេហៅថាដើមប៉ែនណាបងប្អូនគឺដើមប៉ែនយើងហ្នឹងហើយចំពោះដើមប៉ែនហ្នឹងគឺវាខានមានផ្លែគឺ2 ឆ្នាំហើយបងប្អូនគឺអត់មានចេញផ្កាចេញផ្លែសោះអញ្ចឹងណាហើយគឺវិធីមួយនេះបងប្អូននេះគឺវិធីមួយនេះគឺយើងបានជាវាបងប្អូនគឺជាសបកវាចោលឲ្យវាដល់សាច់ខ្នងអញ្ចឹងណាជាសបកអាខាងក្រៅចោលហ្មងហើយឲ្យដល់សាច់ខ្នងហ្មងគឺយើងជាជុំវិញដើមហ្នឹងបងប្អូនគឺជាមកជុំវិញដើមហ្នឹងតែម្ដងបងប្អូនហើយជាសបកវាចោលអញ្ចឹងទៅដូចដែលក្នុងរូបភាពដែលខ្ញុំឲ្យបងប្អូនមើលនឹងឯងគឺយើងជាជុំវិញដើមហ្នឹងទៅនេះគឺជាវិធីដែលអាចធ្វើឲ្យវាផ្កាអញ្ចឹងណាហើយវិធីនេះមែនបងប្អូនឥឡូវគឺមានផ្កាច្រើនមែនតើហ្មងបងប្អូនគឺវាបានចេញផ្កាហើយបើកាលពីមុនវិញនេះបងប្អូនដូចឃើញកាលមុនហ្នឹងគឺបានកាប់វារបៀបដូចថាដូចលឺចាស់និយាយអញ្ចឹងណាបងប្អូនកាប់បន្លាចវាអញ្ចឹងណាអានេះកាប់បន្លាចវាកាប់យូរហើយអានេះកាប់តាំងពីឆ្នាំមុនណាបងប្អូនហើយអត់មានផ្កាទេតែឥឡូវទឹមតែឆ្នាំនេះទេគឺបានជាវាបែបនេះអញ្ចឹងណាជាសបកវាចោលអញ្ចឹងណាគឺយើងជាឲ្យដល់សាច់ខ្នងណាបងប្អូនជាមកជុំវិញដើមហ្មងចឹងឥឡូវគឺវាបានផ្កាមែនបងប្អូននេះអានេះបន្ទាប់ពីមេឃភ្លៀងបងប្អូនដល់ពេលមេឃភ្លៀងមកអញ្ចឹងគឺវាជ្រូកផ្កាអញ្ចឹងណាដោយសារភ្លៀងរៀងខ្លាំងអញ្ចឹងគឺវាជ្រូកផ្កាហើយនេះគឺផ្កាវាបងប្អូនក្រែងបងប្អូនខ្លះគាត់អត់ដែលឃើញអត់ដែលស្គាល់ផ្កាវាអញ្ចឹងណាបងប្អូននេះគេហៅថាផ្កាប៉ែតហ្នឹងឯងបងប្អូននេះឥឡូវគឺចេញផ្កាហើយបងប្អូននិយាយទៅគឺល្អមែនតើហ្មងវិធីមួយនេះអញ្ចឹងណាចឹងបើសិនជាបងប្អូនដែលគាត់មានដាំដើមប្រភេទដើមហូបផ្លែអីដែលវាអត់ផ្កាអត់ផ្លែអញ្ចឹងបងប្អូនអាចធ្វើវិធីដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺយើងជាវារបៀបដូចថាយើងជាវាឲ្យដល់ជាសបកវាខាងក្រៅហ្នឹងទៅហើយឲ្យវាដល់សាច់ខ្នងបងប្អូនជាមកជុំវិញដើមអញ្ចឹងទៅជាសបកក្រៅឲ្យត្រឹមតែមកដល់សាច់ខ្នងនឹងឯងនិយាយទៅចឹងចំពោះវិធីនេះបងប្អូនអាចសាកល្បងធ្វើវាបានអញ្ចឹងណាបងប្អូន